សួស្តីប្រិយមិត្តសំណេរព្រឺព្រួយយប់នេះគីងនឹងនាំអារម្មណ៍ប្រិយមិត្តមកសម្រាប់រឿងថ្មីមានចំណងជើងថាកូនក្រមុំខ្មោចកុំឲ្យខាត់ពេលយូរចូលសាច់រឿងទាំងអស់គ្នានៅកណ្ដាលភូមិដ៏ស្ងប់ស្ងាត់មួយដែលមានវាលស្រែខៀវស្រងាត់លាក់សន្ធឹងដល់ជើងមេឃក្រោមម្លប់ណត់រົບរយដាវមានផ្ទះឈើបុរាណមួយលម្អដោយក្បាច់រចនាលក់វិចិត្រក្នុងផ្ទះនោះរស់នៅនាងសុខាជាកូនក្រមុំដ៏ស្រស់ស្អាតផុតលេខមួយរូបថ្ពាល់របស់នាងខូចទាំងពីរភោផងតែក្នុងភ្នែកដ៏ទន់ភឿននោះបែរជាមានស្រមោលទុកសោកដ៏ជ្រាលជ្រៅមួយលាក់កំបាំងជានិច្ចសុខាជាក្មេងស្រីដែលតែងស្រមៃចង់បានស្នេហាពិតប្រាថ្នាចង់រស់នៅដោយសេរីជ្រើសរើសផ្លូវជីវិតដោយខ្លួនឯងដូចសត្វបក្សីដែលហើរដោយសេរីលើមេឃតែជោគវាសនារបស់នាងបែរជាត្រូវបានកំណត់ដោយដៃអ្នកដទៃម្ដាយរបស់សុខាគាត់ជាស្រីមេម៉ាយម្នាក់ដែលលំបាកតាំងពីក្មេងគាត់ស្រឡាញ់គុណណាស់តែបន្ទុកជីវភាពពិសេសបំណុលវ៉ាន់កនិងការចង់បានកិត្តិយសមុខមាត់ក្នុងភូមិបានធ្វើឲ្យគាត់បង្ខំចិត្តធ្វើអ្វីមួយដែលបេះដូងសុខាមិនដែលចង់បាននោះគឺរៀបការជាមួយកំឡុកឈ្មោះវុធីជាកូនប្រុសរបស់មហាសេដ្ឋីក្នុងស្រុកមានទ្រព្យសម្បត្តិស្តុកស្ទំផ្ទះធំស្កឹមស្កៃដីធ្លីរាប់រយហិកតាតែវុធីជាមនុស្សដែលមានចរិតឆ្មៃបេះដូងរឹងរូសហើយសំខាន់បំផុតគឺសុខាមិនដែលស្រឡាញ់គេតតែសោះសម្រាប់នាងការរៀបការនេះប្រៀបដូចជាការលូបប្រលីមទៅឲ្យអារ៉ាត់ជាចំណងដែលនឹងចង់ភ្ជាប់នាងទៅនឹងជីវិតដែលគ្មានសុភមង្គលជារៀងរហូតម្ដាយសុខាបានអង្វរលុតជង្គង់សូមឲ្យសុខាយល់ព្រមដើម្បីសងបំណុលគេដើម្បីកិត្តិយសគ្រួសារកូនអើយកុំឲ្យម្ដាយលំបាកចិត្តទៀតអីការរៀបការនេះនឹងធ្វើឲ្យជីវិតយើងស្រណុកសុខស្រួលសម្ដីម្ដាយរឹតតែធ្វើឲ្យបេះដូងសុខាកាន់តែឈឺចាប់នាងមិនអាចបដិសេធម្ដាយបានឡើយព្រោះក្តីស្រឡាញ់និងកតញ្ញូបានចងជើងនាងជាប់ទឹកភ្នែករបស់នាងបានហូររាល់យប់ស្រក់លើភ្នែករហូតតតែស្ងួតថ្ងៃរៀបការក៏បានមកដល់ផ្ទះរបស់សុខាត្រូវបានតុបតែងលម្អដោយផ្កានិងកម្រងស្លឹកចេកយ៉ាងស្រស់ស្អាតភ្លេងការប្រគំយ៉ាងពីរោះរណ្ដំសំឡេងសើចសប្បាយរបស់ភ្ញៀវពេញបរិវេណផ្ទះសុខាស្ថិតក្នុងសម្លៀកបំពាក់កូនក្រមុំពណ៌សបរិសុទ្ធលម្អដោយគ្រឿងអលង្ការភ្លឺចិញ្ចែននាងមើលទៅដូចទេពអប្សរចុះពីឋានសួគ៌តែមុខរបស់នាងស្លេកស្លាំងគ្មានស្នាមញញឹមពិតប្រាកដឡើយរាល់ពេលដែលភ្នែកនាងប៉ះនឹងវុធីនាងតែមានអារម្មណ៍ចង់គេចចេញតែនាងត្រូវបង្ខំចិត្តញញឹមធ្វើពុតជាសប្បាយចិត្តនាងមានអារម្មណ៍ថាខ្លួនឯងគ្រាន់តែជាតុក្កតាមួយប៉ុណ្ណោះដែលត្រូវគេរៀបចំឲ្យដើរតួតាមឆាកល្ខោនពិធីអាពាហ៍ពិពាហ៍បានប្រព្រឹត្តត្រូវក្រោមពរជ័យពីចាស់ព្រឹទ្ធាចារ្យការជូនពរពីភ្ញៀវកិត្តិយសជាច្រើនតែរាល់ពាក្យជូនពរទាំងនោះមិនបានធ្វើឲ្យបេះដូងនាងមានភាពកក់ក្ដៅឡើយផ្ទុយទៅវិញវាប្រៀបដូចជាការដាក់ទណ្ឌកម្មដល់ព្រលឹងនាងទៅវិញទៅនាងសម្លឹងមើលម្ដាយរបស់នាងដែលមានទឹកមុខសប្បាយរីករាយនិងមោទភាពយ៉ាងខ្លាំងក៏បិទភ្នែកទប់ដំណក់ទឹកភ្នែកមិនឲ្យហូរនាងដឹងថាម្ដាយស្រឡាញ់នាងតែស្នេហានោះបានคล้ายជាច្រវាក់ដែលចងជាប់នាងទៅនឹងជីវិតដ៏ជូរចត់យប់កាន់តែជ្រៅភ្ញៀវបានទៅផ្ទះអស់ហើយដល់ពេលវេលាដែលកូនកំឡោះកូនក្រមុំត្រូវចូលរោងជ័យម្ដាយសុខាបាននាំនាងទៅបន្ទប់ទទួលភ្ញៀវដែលបានរៀបចំជាបន្ទប់សម្រាប់កូនក្រមុំកូនកំឡោះបន្ទប់នោះលម្អដោយផ្កាក្លិនក្រអូបឈ្ងុយទៀនធូបបញ្ជីងផ្សែងហ៊ុយមានគ្រែធំមួយដែលមានស្លឹកពោធិ៍ស្លឹកជ្រៃនៅក្រោមខ្នើយដើម្បីជាសិរីសួស្ដីម្ដាយបានអបនាងយ៉ាងណែនកូនអើយសូមឲ្យកូនមានសុភមង្គលជាមួយនឹងស្វាមីណាសុខាគ្រាន់តែងក់ក្បាលគ្មានសម្ដីតបអ្វីទាំងអស់
បន្ទាប់ពីម្ដាយចេញទៅសុខាក៏ដើរចូលទៅក្នុងបន្ទប់វុធីកំពុងអង្គុយរងចាំនាងនៅលើគ្រែគេសម្លឹងមើលនាងដោយក្រសាភ្នែកដែលពោពេញដោយចំណងតែមិនមែនជាក្តីស្រឡាញ់សុខាមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងបេះដូងនាងលូតញាប់ដោយចង់របួសចេញពីទ្រូងនាងនឹកឃើញដល់ពាក្យព្រាយរបស់ម្ដាយពាក្យសន្យាដែលនាងបានផ្ដល់ឲ្យម្ដាយនិងជោគវាសនាដែលនាងមិនអាចគៀកផុតបានក្នុងចិត្តនាងមានតែភាពទើទាសាទនាងមិនអាចទ្រាំបានទៀតឡើយនាងមិនអាចរស់នៅក្នុងជីវិតដែលគ្មានក្តីស្រឡាញ់មិនអាចបំផ្លាញព្រលឹងរបស់ខ្លួនឯងឡើយនាងងាកក្រោយដើរចេញពីវុធីដែលកំពុងតែហៅឈ្មោះនាងយ៉ាងប្រងើយនាងដើរសម្ដៅទៅមាត់ទ្វារបន្ទប់ដែលនាំទៅយ៉រខាងក្រោយវុធីឃើញដូច្នេះក៏ក្រោកដើរតាមអូនសុខានាងទៅណាសុខាមិនបានឆ្លើយតបនាងចេញទៅយ៉រខាងក្រោយផ្ទះដែលមានភាពស្ងប់ស្ងាត់និងងងឹតស៊ូនជុំលើកលែងតែពន្លឺព្រះចន្ទរណូតដែលចាំងតិចតិចខ្យល់រាត្រីបក់ផាត់ត្រជាក់ស្រេងនាងសម្លឹងមើលទៅមេខ្មៅងងឹតដែលមានផ្កាយរាប់ពាន់គ្រាប់បញ្ចេញរស្មីព្រិចព្រិចនាងស្រមៃចង់ខ្លាយជាផ្កាយមួយដួងនោះហក់ហើរដោយសេរីទឹកភ្នែកដែលទប់យូរមកហើយក៏ហូរស្រក់ចុះមកលើថ្ពាល់នាងបានសម្រេចចិត្តហើយនាងមិនអាចបន្តជីវិតនេះបានទៀតទេនាងក៏ដោះក្រមាពណ៌សដែលនាងពាក់នៅនឹងករួចក៏ចងវាទៅនឹងធ្នឹមយ៉រខាងលើនាងមិនបានគិតវែងឆ្ងាយទៀតទេនាងគ្រាន់តែចង់បញ្ចប់ការឈឺចាប់ទាំងអស់នេះមុនពេលដែលព្រលឹងនាងត្រូវលាចាកលោកនាងបានខ្សឹបខ្សៀវតិចតិចថាម្ដាយអើយកូនសុំទោសកូនមិនអាចបំពេញតាមបំណងម្ដាយបានទេវុធីដែលដើរតាមពីក្រោយបានឃើញទិដ្ឋភាពដ៏រន្ធត់នោះគេបានស្រែកហៅឈ្មោះនាងតែហួសពេលទៅហើយរូបកាយដ៏ស្រស់ស្អាតរបស់សុខាបានអណ្ដែតលើអាកាសជួរនៅនឹងជុំក្រមាស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងទាំងដែលបេះដូងពោពេញដោយក្តីស្រមៃដែលមិនបានសម្រេចយប់ចូលរោងការគឺជាយប់បញ្ចប់ជីវិតរបស់កូនក្រមុំព្រឹកប្រហាមទេបន្ទាប់សំឡេងស្រីយំយ៉ាងខ្លាំងបាំងបន្លឺឡើងពេញភូមិអ្នកបម្រើបានឃើញរូបកាយរបស់សុខាជួរនៅនឹងយ៉រក៏ភ័យស្លន់ស្លោយ៉ាងខ្លាំងម្ដាយរបស់សុខាបានដួលសន្លប់បាត់ស្មារតីពេលឃើញកូនស្រីជាទីស្រឡាញ់របស់ខ្លួនដេកស្លាប់នៅមុខផ្ទះទឹកភ្នែកសោកសៅវិបត្តិសារីនិងក្តីឈឺចាប់បានវាយប្រហារគាត់យ៉ាងដំណំវុធីឈរនៅក្បែរនោះដោយទឹកមុខស្លេកស្លាំងភ្នែកសម្លឹងមើលសពកូនក្រមុំដោយក្តីមន្ទិលនឹងការភ្ញាក់អល់គាត់មិនដែលគិតថារឿងដ៏រន្ធត់បែបនេះនឹងកើតឡើងឡើយក្តីសមណរីករាយនៃថ្ងៃមង្គលការបានប្រែក្លាយទៅជាសោកនាដកម្មដ៏ជូរចត់ដំណឹងដ៏គួរឲ្យរន្ធត់នេះបានរីករាលដាលពាសពេញភូមិយ៉ាងឆាប់រហ័សអ្នកភូមិមនីមណាមុខមើលដោយក្តីតក់ស្លុតនឹងអាណត្តិអាសរមនុស្សគ្រប់គ្នាបានខ្សឹបខ្សៀវគ្នាអំពីមូលហេតុនៃការស្លាប់របស់សុខាតែគ្មាននរណាម្នាក់ដឹងពីការឈឺចាប់ពិតប្រាកដដែលនាងបានជួបប្រទះនោះទេគេបាននិយាយថាសុខាបានស្លាប់ទាំងមិនបានទៅចាប់ជាថ្មីព្រោះនាងបានស្លាប់ដោយការធ្វើអត្តឃាតហើយប្រលឹងនាងនៅវិលវល់ក្នុងផ្ទះនេះបន្ទាប់ពីបុណ្យសពត្រូវបានធ្វើឡើងយ៉ាងសាមញ្ញបំផុតផ្ទះរបស់វុធីក៏ចាប់ផ្ដើមមានរឿងចម្លែកកើតឡើងយប់ឡើងគេតែងតែឮសំឡេងស្រីយំយ៉ាងស្រណោះស្រណោយដូចសំឡេងសុខាពេលខ្លះគេឃើញស្រមោលស្តាងដល់ចុះឡើងនៅតាមយ៉រដែលសុខាបានចងកសម្លាប់ខ្លួនក្លិនផ្កាម្លិះដែលជាផ្កាដែលសុខាចូលចិត្តបំផុតតែងតែអណ្ដែតមកតាមខ្យល់រួចក៏បាត់ទៅវិញវុធីជាមនុស្សដំបូងគេដែលជួបរឿងចម្លែកទាំងនេះគាត់តែងតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមើលគាត់ជានិច្ចទោះបីជាគាត់នៅម្នាក់ឯងក៏ដោយយប់មួយគាត់កំពុងគេងនៅក្នុងបន្ទប់ជ័យដែលជាបន្ទប់មង្គលការរបស់គាត់ជាមួយនឹងសុខារំពេចនោះគាត់មានអារម្មណ៍ថាត្រជាក់ស្រេងពេញខ្លួនទោះបីជាអាកាសធាតុមិនត្រជាក់ក៏ដោយគាត់បើកភ្នែកឡើង
ก็ขึ้นสมอลสตางระบอบสตรีម្នាក់ឈរនៅក្បែរគ្រែគាត់ស្ត្រីនោះពាក់សម្លៀកបំពាក់ទូនក្រមុំពណ៌សមុខស្លេកស្លាំងសក់វែងបាសសំពងបើកភ្នែកធំសម្លឹងមកគាត់វាគឺជានាងសុខាវុធីភ័យស្លន់ស្លោយ៉ាងខ្លាំងរហូតដល់មិនអាចស្រែកបានសំឡេងខ្សឹបខ្សៀវដល់ត្រចៀកបានបន្លឺឡើងក្នុងត្រចៀកគាត់បងវុធីហេតុអ្វីបងមិនអាយអូនទៅអូនមិនស្រឡាញ់បងទេហេតុអ្វីបងបង្ខំអូនវុធីស្ទុះក្រោកពីគ្រែរត់ចេញពីបន្ទប់យ៉ាងលឿនគាត់មិនហ៊ានចូលបន្ទប់នោះទៀតទេចាប់ពីពេលនោះមកគាត់បានរើចេញទៅនៅបន្ទប់ផ្សេងតែវិញ្ញាណសុខានៅតែតាមលងបន្លាចគាត់ជានិច្ចគាត់តែងតែយល់សប្តិឃើញនាងស្លាប់ម្ដងហើយម្ដងទៀតសំឡេងយំរបស់នាងនៅតែតាមលងក្នុងត្រចៀករបស់គាត់ជីវិតរបស់វុធីបានប្រែប្រួលពីមនុស្សឆ្មាំងឆ្មៃទៅជាមនុស្សម្នាក់ដែលភ័យខ្លាចរាល់ពេលដែលសពមកដល់ចំណែកឯម្ដាយរបស់សុខាគាត់ក៏មិនបានរស់នៅដោយសុខសាន្តឡើយគាត់តែងតែយល់សប្តិឃើញសុខាជាកូនក្រមុំស្លៀកសម្លៀកបំពាក់ពណ៌សមកអង្គុយយំនៅក្បែរគាត់សុខាមិនដែលនិយាយអ្វីជាមួយគាត់ទេនាងគ្រាន់តែសម្លឹងមើលគាត់ដោយភ្នែកដ៏ក្រៀមក្រំដែលពោពេញដោយក្តីសោកសៅនិងការទិះដៀលវេបដិសារីបានចាក់ដោតបេះដូងគាត់ជារៀងរាល់ថ្ងៃគាត់ដឹងថាគាត់ជាមូលហេតុដែលធ្វើឲ្យកូនស្រីស្លាប់គាត់ព្យាយាមសូត្រមន្តដិនសួងសូមឲ្យវិញ្ញាណកូនស្រីបានទៅកាន់សុគតិភពតែគ្មានអ្វីបានផ្លាស់ប្ដូរឡើយគេនិយាយថាផ្ទះនោះជាផ្ទះខ្មោចលងហើយគ្មាននរណាម្នាក់ហ៊ានដើរកាត់នៅពេលយប់ឡើយវុធីមិនអាចទ្រាំទ្រនឹងការលងបន្លាចនោះទៀតទេគាត់បានទៅរកអាចារ្យនិងព្រះសង្ឃជាច្រើនដើម្បីធ្វើពិធីបណ្ដេញខ្មោចតែគ្មាននរណាម្នាក់អាចជួយគាត់បានឡើយវិញ្ញាណរបស់សុខាហាក់ដូចជាចង់ជាប់ទៅនឹងផ្ទះនោះទៅនឹងវាលស្រែទាំងនេះនិងទៅនឹងអតីតកាលដ៏ជួចជុតរបស់នាងថ្ងៃមួយវុធីបានសម្រេចចិត្តលុបផ្ទះនោះចោលហើយរើទៅរស់នៅកន្លែងឆ្ងាយគាត់សង្ឃឹមថាការចាក់ចេញពីកន្លែងនេះនឹងអាចឲ្យគាត់គេចផុតពីវិញ្ញាណរបស់សុខាតែទោះជាគាត់ទៅដល់ទីណាក៏ដោយក៏គាត់នៅតែមានអារម្មណ៍ថាមានស្រមោលស្តាងនៅតាមពីក្រោយគាត់ជានិច្ចគាត់នៅតែឃើញទឹកមុខដ៏ក្រៀមក្រំរបស់សុខានៅតែឮសំឡេងខ្សឹបខ្សៀវរបស់នាងកាយធ្វើអត្តឃាតរបស់សុខាមិនមែនគ្រាន់តែបានបញ្ចប់ជីវិតរបស់នាងនោះទេតែវាបានបន្សល់ទុកនូវបណ្ដាសាដ៏គួរឲ្យខ្លាចដល់អ្នកដែលបង្ខំនាងផងដែរម្ដាយរបស់សុខានៅតែរស់នៅក្នុងភូមិដដែលតែគាត់បានក្លាយជាស្ត្រីចំណាស់ម្នាក់ដែលពោពេញដោយទុក្ខសោកភ្នែករបស់គាត់លែងមានពន្លឺហើយគាត់តែងតែអង្គុយតែម្នាក់ឯងសម្លឹងមើលទៅវាលស្រែដែលធ្លាប់ជាទីដែលសុខាធ្លាប់រត់លេងគាត់ដឹងថាគ្មានអ្វីអាចយកគួយស្រីរបស់គាត់ត្រឡប់មកវិញបានឡើយរឿងរ៉ាវរបស់កូនក្រមុំខ្មោចសុខាបានក្លាយជារឿងព្រេងមួយនៅក្នុងភូមិនោះវាជាការរំលឹកមួយអំពីតម្លៃនៃសេរីភាពនៃក្តីស្រឡាញ់ពិតនិងអំពីផលវិបាកដ៏ធ្ងន់ធ្ងរនៅពេលដែលមនុស្សម្នាក់ត្រូវបានបង្ខំឲ្យរស់នៅក្នុងជីវិតដែលពួកគេមិនដែលចង់បានព្រលឹងរបស់សុខានៅតែវិលវល់ជុំវិញភូមិនោះជាកូនក្រមុំដែលស្លាប់ទាំងមិនទាន់បានចូលរោងការជាវិញ្ញាណដែលរងចាំថ្ងៃមួយតែក្តីស្រមៃរបស់នាងហើយជាការពិតហើយរាល់យប់ខែរណូតគេតែងតែឮសំឡេងយំខ្សឹកខ្សួលបន្លឺឡើងពីចំការតណូតក្បែរផ្ទះឈើបុរាណដែលជាទីដែលកូនក្រមុំខ្មោចបានបញ្ចប់ជីវិតរបស់នាង